បាទថ្ងៃនេះខ្ញុំមានសេចក្តីសំណោះរីករាយយ៉ាងក្រៃលែងក្នុងការផ្សព្វផ្សាយនិងដាក់ប្រកាសដាក់ឲ្យប្រាស់នៅគុណតម្លៃថ្មីរបស់ធនាគារស្ថាបនាទៅជួយដល់បុគ្គលិកទាំងអស់គុណតម្លៃគឺជាគោលការណ៍ដែលជួយគ្រប់គ្រងនៅចក្ខុវិស័យនិងបង្កើតបានជាវប្បធម៌ផ្ទាល់ខ្លួនវាមានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណការជឿជាក់និងទស្សនវិស័យផ្ទាល់របស់ធនាគារលើសពីនេះគុណតម្លៃគឺជាកត្តាដែលជួយសម្រេចបាននៅគោលដៅរួមរបស់យើងផងដែរមូលហេតុដែលគណៈគ្រប់គ្រងសម្រេចចិត្តធ្វើការកែប្រែនៅគុណតម្លៃថ្មីរបស់ធនាគារស្ថាបនានៅពេលនេះគឺដើម្បីឲ្យស្របតាមការរីកចម្រើនរបស់ធនាគារក្នុងពេលថ្មីនេះពោលគឺការផ្លាស់ប្ដូរពីវិធីសាស្ត្រនៃការធ្វើប្រតិបត្តិការបែបមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជពេញលេញជាមួយនឹងការបំពាក់បច្ចេកវិទ្យាជឿនលឿនទាន់សម័យស្របតាមការវិវត្តជឿនលឿននៃវិស័យហិរញ្ញវត្ថុសកលផងដែរបាទខ្ញុំសង្ឃឹមថាគុណតម្លៃថ្មីនេះនឹងជាផ្នែកជួយជំរុញឲ្យធនាគារយើងមានការរីកចម្រើនមានការវិវត្តកាន់តែខ្លាំងឡើងនិងក្លាយទៅជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសជាណាចក្រកម្ពុជាគុណតម្លៃថ្មីនេះគឺមាន4ចំណុចដែលតាំងដោយអក្សរ SPNB ចំណុចទី1អក្សរ S មានន័យថា Service Excellence ត្រង់ចំណុចនេះគឺយើងទាំងអស់គ្នាគឺបដិញ្ញាចិត្តក្នុងការផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយវិជ្ជាជីវៈការទទួលបន្ទុកសុចរិតភាពដើម្បីឲ្យមានការជឿទុកចិត្តពីអតិថិជននិងសាធារណជនទូទៅបាទចំណុចទី2គឺអក្សរ P ដែលតាំងឲ្យ People First មានន័យថាធនធានជាចម្បងត្រង់ចំណុចនេះគឺយើងទាំងអស់គ្នាត្រូវយកទៅដាក់ចំពោះមិត្តរួមការងារទាំងអស់ណាដល់ដល់ការគោរពរវាងគ្នាទៅវិញទៅមកប្រកបដោយស្មារតីសាមគ្គីភាពនិងការទទួលខុសត្រូវរៀងៗខ្លួនបាទចំណុចទី3អក្សរ N តាំងឲ្យ New Idea ឬគំនិតថ្មីមានន័យថាយើងស្វាគមន៍គំនិតឬដើមថ្មីនិងស្វែងរកនឹងការកែលម្អជាបន្តបន្ទាប់ដើម្បីឲ្យធនាគារយើងទទួលបានឱកាសអាជីវកម្មថ្មីៗបន្ថែមទៀតបាទចំណុចទី4គឺអក្សរ B តាំងឲ្យ Building Sustainability ការកសាងនិរន្តរភាពត្រង់ចំណុចនេះគឺយើងបញ្ញាយ៉ាងមុតមាំក្នុងការគ្រប់គ្រងនិងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងសម្រាប់ធនាគារស្ថាបនាក៏ដូចជាសង្គមជាតិយើងទាំងមូលបាទដូច្នេះចាប់ពីពេលនេះតទៅខ្ញុំសូមឲ្យគុណតម្លៃដែលខ្ញុំបានរៀបរាប់ខាងលើនោះគឺសេវាកម្មដ៏ឥតខ្ចោះធនធានជាចម្បងគំនិតថ្មីនិងការកសាងនិរន្តរភាពคล้ายជាយន្តការថ្មីសម្រាប់ពួកយើងទាំងអស់គ្នាអនុវត្តបាទបុគ្គលិកគ្រប់ជាន់ថ្នាក់គឺជាកម្លាំងចលករដែលមិនអាចខ្វះបាននៅក្នុងការជំរុញនិងប្រែក្លាយពាក្យពេចន៍ខាងលើឲ្យទៅជាសកម្មភាពអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងពិតប្រាកដសូមឲ្យគុណតម្លៃថ្មីនេះនាំមកនូវភាពរុងរឿងដល់ធនាគារស្ថាបនារបស់ពួកយើងទាំងអស់គ្នា